Germany Cambodia នាំមកជូនផ្ដាច់មុខដោយស្រាបៀរ Leo ភាពរីករាយដែលអ្នកចង់បានសូមស្វាគមន៍ជាបន្តមកកាន់កម្មវិធី Download Germany Cambodia រដូវកាលទី1ដល់ពេលនេះយើងចូលដល់វគ្គថ្មីបន្តទៀតហើយតែយើងមិនទាន់ដឹងតើរវាងក្រុមពណ៌សក្រុមពណ៌ក្រហមលុយដែលនៅសល់ទាំង4វិញ្ញាសានៅក្នុងទូដែកនេះណាបានច្រើនជាងគេឬក៏យ៉ាងណានោះទេហើយដោយឡែកចំពោះលទ្ធផលសម្រាប់ហ្គេមទី4នេះយើងមិនទាន់ដឹងតើណាតែសល់លុយច្រើនរវាងក្រុមសនិងក្រុមក្រហមមើលទៅការលេងមិនយ៉ាងប្រហែលគ្នាព្រោះថាលុយនៅសល់កន្លែងធុងដែលយើងចាប់ដើមហ្នឹងណាបាទប្រអប់ហ្នឹងគឺនៅសល់ច្រើនណាស់លុយបាទប៉ុន្តែគ្រាន់តែថាទៀតយើងនឹងសរុបជូនហើយនឹងសរុបទាំង4វិញ្ញាសាតើលុយនៅក្នុងទូដែករបស់ក្រុមណាដែលសល់ច្រើនជាងគេគាត់នឹងមានអតិភិបនឹងលេងនៅវិញ្ញាសាចុងក្រោយបាទអរគុណមុននឹងប្រកាសជូននៅក្នុងលទ្ធផលសម្រាប់ពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណទៅអ្នកនាំមកជួបផ្ដាច់មុខដោយសូមអរគុណដល់ស្រាបៀរ Leo ស្រាបៀរ Leo ភាពរីករាយដែលអ្នកចង់បានបាទឥឡូវនេះយើងខ្ញុំនឹងធ្វើការប្រកាសលទ្ធផលប្រកាសនៅទឹកប្រាក់សម្រាប់ក្រុមទាំងពីរដែលមាននៅក្នុងទូដែកដូច្នេះសម្រាប់ពណ៌ក្រហមសម្រាប់នៅក្នុងវិញ្ញាសាទី4លុយដែលដាក់ចូលទៅក្នុងទូដែកមានចំនួន20000រៀលសរុបទាំង4វិញ្ញាសាលុយដែលមាននៅក្នុងទូដែកមានចំនួន1,290,000រៀលហើយឥឡូវនេះចំពោះក្រុមសវិញសម្រាប់វិញ្ញាសាទី4បាទលុយដែលនៅសល់បាទ3លានលុយដែលនៅសល់នៅក្នុងទូដែកគឺនៅសល់ចំនួន80000រៀលហើយសរុបលុយទាំង4វិញ្ញាសាក្រុមពណ៌សនៅសល់លុយចំនួន1លាន160,000រៀលខុសត្រូវនេះជួយហ្នឹងហើយមួយសែនជាង130,000 រៀល130,000រៀល130,000 130,000អត់តែគ្នាតិចតួចទេប៉ុន្តែយើងមិនទាន់ដឹងតើតាណាឈ្នះចាញ់ទេណាយើងមានលក្ខខណ្ឌពិសេសបន្តទៀតហើយក្រុមពណ៌សកុំអស់សង្ឃឹមហើយសយអាលុយទាំងអស់ហ្នឹងអាចខ្លាយទៅជារបស់យើងផងបានដូចនឹង2សប្តាហ៍កន្លងទៅអញ្ចឹងបាទ2សប្តាហ៍កន្លងទៅអ្នកឈ្នះក្នុងវិញ្ញាសាទាំង4ក៏មិនកត់ថាបានលុយហើយអ្នកដែលចាញ់ក្នុងវិញ្ញាសាទាំង4សរុបហ្នឹងក៏មិនប្រកាសថាបានលុយដូចគ្នាតែអាស្រ័យទៅលើការសម្រេចចិត្តនៅលើអ្នកឈ្នះទាំង4វិញ្ញាសាសិនតើលេងក៏មិនលេងដូច្នេះវិញ្ញាសាវគ្គផ្ដាច់ព្រាត់សូមចាប់ផ្ដើមសូមស្វាគមន៍វិញ្ញាសាវគ្គផ្ដាច់ព្រាត់ស្វាយមកណាអូខេក្រុមក្រហមអត់តាន់កុំតាន់អាភ័យក្រុមសណាគ្នាយើងរួចក៏បាត់ទឹកចិត្តណាបាទអាចជួយជំនះលុយនេះអាចបើយើងមិនកណ្ដាលបានមើលឃើញថាវាមិនត្រូវណាបាទព្រួយបើយើងព្រួយថែមទៀតទៅជា10បែលព្រួយបាទអញ្ចឹងយើងប្រក្រ័យណាបាទឥឡូវនេះសម្រាប់វិញ្ញាសាវគ្គផ្ដាច់ព្រាត់នេះលក្ខខណ្ឌក្នុងការលេងខ្ញុំជម្រាបជូនអញ្ចឹងគឺយើងលេងទាំង4នាក់តែម្ដងណាបានន័យថាមានម្នាក់បាទត្រូវយកលុយជូនលុយបាទជូនលុយពីហឹបខាងដើមនេះយកមកហុចឲ្យអ្នកទី2ដែលលើ2បង្វិលបាទអ្នកទី2ហុចឲ្យអ្នកទី3អ្នកទី3ហុចឲ្យអ្នកទី4អ្នកទី4យកដាក់ចូលទៅក្នុងធុងលុយហត់ខាងលុយនោះឬក៏ប្រអប់លុយបាទប្រអប់លុយរបស់យើងទូដែកយើងណាអញ្ចឹងរយៈពេល60វិនាទីបើសិនជាបញ្ចប់ទៅ60វិនាទីអ្នកទាំង4ធ្វើបានន័យថាយកលុយលើសពី50%នៃលុយសរុបលើសពីលុយ1,290,000បាទអ្នកពាក់កណ្ដាលលើសពីពាក់កណ្ដាលហ្នឹងលុយនៅក្នុងប្រអប់ហ្នឹងឬក៏ទូដែកហ្នឹងខ្លាយជារបស់អ្នកទាំង4នាក់ហេយល់ទេប៉ុន្តែបើសិនជាលុយហ្នឹង50%ធ្វើបានតិចជាង50%នៃលុយសរុបហ្នឹងលុយដែលនៅក្នុងហឹបនេះនឹងខ្លាយទៅជារបស់បៃក្រុមពណ៌សយល់ទេយល់ហើយចាយល់ហើយអូខេខាងនេះសប្បាយចិត្តវិញនៅហើយលក្ខខណ្ឌពិសេសមួយទៀតសម្រាប់ក្រុមក្រហមបាទអាចសម្រាប់ចិត្តលេងដោយខ្លួនឯងឬក៏ប្រគល់ឲ្យក្រុមសជាអ្នកលេងបាទព្រោះយើងជាអ្នកឈ្នះទាំង4វិញ្ញាសាបានសរុបលុយឈ្នះក្រុមសអញ្ចឹងយើងមានអត្ថប្រយោជន៍ក្នុងការសម្រេចតើយើងលេងឬក៏ឲ្យក្រុមសលេងបើសិនតែក្រុមសលេងគាត់ធ្វើបានលើសពី50%លុយបានគាត់បើសិនជាតិចជាង50%យើងយកមកតែម្ដងសូមសម្រេចចិត្តតើលេងឲ្យខ្លួនឯងឬឲ្យខាងក្រុមសលេងសម្រាប់ចិត្តហើយទៅមក
បាទជួនកាលទៅយើងមិនបាច់ចាំលេងខ្លួនឯងយើងអាចយកលុយស្រួល បាទ ជួនកាលទៅយើងអាចលេងខ្លួនឯងដែរ ឲ្យគេលេង ឲ្យគេលេង ដល់អាទិភាពឲ្យអ្នកដែលចាញ់ បាទចឹងសម្រាប់ក្រុមបសដល់ប្រឹងណាព្រោះគេផ្ដល់អាទិភាពមកឲ្យយើងប្រកួតហើយណាបើសិនជាយើងប្រកួតទៅលើ 50%លុយទាំងអស់ខ្លាយទៅជារបស់យើងវិញចឹងតែមើលយើងបានលុយវិញណា ខំស៊ូ គេបានកំអន់ចិត្តគេណាអូខេ រួបរួយសប្បាយចិត្តវិញហើយ អូខេឥឡូវអញ្ចឹងខ្ញុំចេះគាត់ថាបើយើងឲ្យលេងខ្ញុំខកឃើញកលេចមើលក្រុមសតាំងដើមជួយក្បាលហ្មង អូរួបរួយទៅជា ទុកវិញឈុំរោជួបណ្ណាណី បាទ ប្រងប្រែងណាមើលហេ បងទាំងអស់គ្នាណាបាទដោយសារតែយើងប្រកួតទៅបើសិនជាលើ 50% នៃចំនួនលុយហ្នឹងគឺថាលុយហ្នឹងខ្លាយទៅជារបស់យើងឯណាបើសិនជាក្រោមទេលុយហ្នឹងគឺទៅជាម្ចាស់ក្រុមក្រុម ប្រឹងណាសហការគ្នាដែលណាត្រូវលេងគេនេះដូចបាល់ទាត់ចឹងខ្សែកដាលខែខ្សែបំរើយើងចាក់ជូនអូខេឥឡូវមើលដឹងលក្ខខណ្ឌណាដូច្នេះ60នាទីសូមប្រគល់ជូនទៅខាងក្រុមបសដើម្បីលេងវិសាវៈផ្ដាច់ប្រ បាទមិនហើយក្រុមសរៀបចំខ្លួនឲ្យដែរ យ៉ាបង ជឿជាក់ខ្លួនឯងអត់ 50%អាណា 50%យកតែត្រឹម645,000 រៀលបាទលើសពី645,000 រៀលខ្លាយទៅជារបស់អ្នកទាំង4អាចក្រុមដែលលេងឈ្នះទាំង4មានសារសរុបលុយច្រើនជាងគេហ្នឹងទឹកភ្នែកជុកក្បាលដេក ជុំគួងហើយអរគុណហើយនេះវិញ្ញាសាទី4សម្រាប់ក្រុមពណ៌សសូម ចាប់ផ្ដើជុំបាទ អាយអូយ បុលជ្រុន អាយ៉ា ហ៊ីនោះណែក្រុមពណ៌ក្រហមអើយក្រុមពណ៌ក្រហម អាយ៉ាអាយយលុយអស់ពីហឹបខាងដើមលាក់ក៏មិនសូវជាម៉ានដែរ ច្រើនគួសមដែរជានៅក្នុងធុង មើលបាត់ធុងចង់ពាក់កដាលធ្ងន់ណាស់ឥឡូវយើងគាត់នឹងថាតើការសម្រេចចិត្តរបស់ក្រុមពណ៌ក្រហមដែលផ្ដល់អាទិភាពឲ្យក្រុមពណ៌សក្នុងការប្រកួតវិញ្ញាសាវៈផ្ដាច់ព្រាត់នេះយ៉ាងណានោះទេបាទឥឡូវនេះយើងចង់ដឹងថាតើលទ្ធផលលុយបានទៅលើក្រុមក្រហមនៅរងចាំឬក៏ក្រុមពណ៌សដែលលេងជំនួសឲ្យក្រុមក្រហមមិនហ្នឹងដូច្នេះសូមទស្សនាដូចអស់គ្នាបាទក្រាស់ក្រែលដែរលុយច្រើនណាស់បលណាបាទខ្ញុំចេះលោកសាចិត្តខ្ញុំឯណាបើថាឈុលលេងឈ្នះទាំងអស់សរុបលុយបានច្រើនហ្នឹងហើយលេងខ្លួនឯងហ្មងគេចង់និយាយថាមានមន់ហើយអត់ចេះហូបសក់ចិត្តឈើមកគេហូបនឹងតែហូបបានសម្រាប់ដល់គោលដៅឬមិនទេតោះហើយដល់ពេលគេហូបហើយមិនសួរគេឆ្ងាញ់អត់ហើយយើងក៏ចាំបានហៀទឹកមាត់បាទឥឡូវខាងសចង់ឈ្នះអត់ ចង់ ខាងក្រហម ចង់ អូខេដូច្នេះលទ្ធផលបាននោះហើយសម្រាប់ថេរវេលា60វិនាទីដែលក្រុមពណ៌ក្រហមបានលះបង់ទៅឲ្យក្រុមពណ៌សលេងជំនួសដូច្នេះក្រុមពណ៌សអាចយកលុយចំនួនសរុបទាំងអស់1,290,000 រៀលនេះដាក់ចូលទៅក្នុងទូដៃបានចំនួនបានចំនួន
ចំនួនបានបងប្អូន ចំនួន54ម៉ឺនរៀលជើងជំនះបានទៅលើក្រុមពណ៌ក្រហមរៀលដូច្នេះបាទចូលរួមសោកស្ដាយសម្រាប់ក្រុមវ៉ាសា សដែរខំបងប្រកួតមិនដែរអត់ឈ្នះ ហ្នឹង ឥឡូវនេះការសម្រេចចិត្តរបស់ក្រុមក្រហមគឺមិនខុសទេ បាទ ហើយអ្នកដែលឈ្នះគឺបានទៅលើក្រុមក្រហមនៅក្នុងសប្តាហ៍ទី3នេះ បាទ ហើយមកទូរទស្សនិកជនលក្ខខណ្ឌពិសេសមួយទៀតគឺថាក្រុមក្រហមត្រៀមខ្លួនបន្តទៀត បាទ ដើម្បីទៅប្រកួត8ក្រុមនៅក្នុងកម្មវិធីរបស់យើងដើម្បីដណ្ដើមយកលុយយ៉ាងច្រើនសន្តិសុខបន្តទៀត បាទហើយនៅក្នុងកម្មវិធីយើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្រិយមិត្តទូរទស្សនិកជនទាំងអស់ដែលចំណាយពេលវេលាពីតម្លៃចូលរួមនៅក្នុងកម្មវិធីអរគុណដល់អ្នកអុកថំប្រាច់មុខដោយស្រាបៀរលីអូ អរគុណចូលសូមគ្រប់ជូនពរលោកអ្នកសូមឲ្យទទួលបានតែនឹងសេចក្តីសុខសេចក្តីចម្រើនពេលនេះយើងចាប់ដល់គ្នាសូមអរគុណសូមគោរពលា